ជំរាបសួរបងប្អូននៅក្នុងសង្គម Facebook YouTube Channel YouTube Page ក៏ដូចជា TikTok និងសុខសប្បាយជាទេថ្ងៃនេះក៏សូមចែកនៅរំលែកការចេះដឹងនៅសតិសម្មាសតិបញ្ញាអញ្ចឹងចេះចែករំលែកក្នុងការគួរថ្ងៃមុនខ្ញុំបាននិយាយអំពីថាបងប្អូនកូនក្មួយក៏ដូចជាគ្រូដែលជាសិស្សគុណរៀនជាមួយខ្ញុំគាត់ឆ្ងល់ថាយើងគួរប្រាប់ថ្ងៃខែឆ្នាំកំណើតពិតដល់គេអត់អញ្ចឹងពាក្យហ្នឹងខ្ញុំបានចេញ live វីដេអូហើយអញ្ចឹងការដែលបញ្ជាក់នោះគឺយើងគប្បីកុំប្រាប់ពិតព្រោះថាគេអាចយកធ្វើការអាក្រក់អ្វីក៏បានដែរចំពោះយើងអញ្ចឹងហើយដូចជាថ្ងៃខែឆ្នាំកំណើត DNA យើងក៏គេអាចយកទៅធ្វើជាអុងធ្នូមនុស្សរស់បងប្អូនកែហុងស៊ុយសម្រាប់រស់ស៊ីឲ្យមានបានឲ្យល្អនៅក្នុងគ្រួសារខ្ញុំនិយាយនេះមិនបានព្រៀងមិនបានកត់ទេនិយាយតាមសតិសម្បញ្ញៈក៏ដូចជាបញ្ញាដែលខ្ញុំបានរៀនចេះដឹងអញ្ចឹងក៏សូមថាឥឡូវបើសិនជាយើងប្រាប់ថ្ងៃខែឆ្នាំកំណើតគេហើយយើងត្រូវធ្វើដូចម្ដេចដើម្បីកុំឲ្យគេធ្វើនៅអំពើអាក្រក់សេចក្តីអាក្រក់នោះត្រូវចំពោះខ្លួនយើងអញ្ចឹងគឺយើងមានការរំលឹកនឹកគុណអញ្ចឹងវិធីគឺការនឹកគុណគុណឪពុកម្ដាយគុណមាតាបិតាអញ្ចឹងគុណគ្រូបាធ្យាយគុណអិនព្រំទេវតាអញ្ចឹងមានគុណយើងរំលឹកគុណលោកហើយយើងសូត្រនមោ3ចប់បងប្អូនដើម្បីដាស់នៅដួងកែវវិញ្ញាណឬក៏ដួងកែវព្រលឹងអញ្ចឹងកុំឲ្យគេធ្វើត្រូវអញ្ចឹងយើងកុំគិតថាដួងកែវនឹងវាជាការអត់ប្រយោជន៍អញ្ចឹងយើងដាស់យើងការពារនៅកំផែងកែវរបស់យើងអញ្ចឹងយើងត្រូវសូត្រនមោ3ចប់បងប្អូនអញ្ចឹងយើងដាក់នមោ3ចប់អញ្ចឹងមកនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈអញ្ចឹង3ចប់អញ្ចឹងហើយយើងដាក់ឥតិឧតុមៈអើយចៃដួងអញកំណើតកើតអំពីអញឥតិឧតុមៈអើយចៃដួងអញកំណើតកើតអំពីអញឥតិឧតុមៈអើយចៃដួងអញកំណើតកើតអំពីអញអញ្ចឹងយើងសូត្រ7ចប់9ចប់3ចប់5ចប់តិចបំផុត3ហើយ5 7 9អញ្ចឹងបងប្អូនជ្រើសរើសរហូតដល់120យើងយកមួយណាក៏បានដែរអញ្ចឹងសូមជម្រាបការដាស់នៅដួងចៃកំណើតកំផែងកែវគេហៅថាកំផែងកែវរបស់យើងនេះគឺដើម្បីសេចក្តីការពាររាងកាយជាប្រព័ន្ធមួយចាក់សោដើម្បីកុំឲ្យសេចក្តីអាក្រក់ចូលមកក្នុងខ្លួនយើងក្នុងជីវិតរបស់យើងអញ្ចឹងបងប្អូនអាចនមស្ការសូត្រនៅបាលីទាំងនោះដើម្បីដាស់នៅដួងកែវកំណើតរបស់យើងមិនអាចដកដួងកែវយកទៅទុកដូចទុសកាន់ព្រះរៀមថ្លែងសរទៅដាច់ក្បាលឲ្យរស់វិញនោះទេសម័យយើងរៀនសិក្សាវាមិនដល់ដល់កំណត់ហ្នឹងទេអញ្ចឹងយើងគ្រាន់តែដាស់នៅកំផែងកែវកំផែងជីវិតយើងដើម្បីការពារនៅសេចក្តីអាក្រក់ទាំងឡាយទាំងពួងអញ្ចឹងបើសិនជាយើងគេដឹងថាខែឆ្នាំយើងយ៉ាងណាហើយយើងអាចមានយុទ្ធសាស្ត្រយុទ្ធវិធីចាក់សោអញ្ចឹងយ៉ាងណាមិញក៏ដូចជាកុងធនាគាររបស់យើងបើសិនគេដាក់លេខកូដ password យើងហើយក៏យើងដាក់សោ2ជាន់3ជាន់ការពារសុវត្ថិភាពទូរបស់យើងអញ្ចឹងអរគុណណានេះចែកជាការដឹងការឃើញទាំងអស់គ្នាបងប្អូនជម្រាបលាសុខសប្បាយទាំងអស់គ្នាបាយបាយ